ខេសួស្តីអ្នកគ្នាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមកនិយាយពីក្នុង game Dream League 2025ទៀតហើយបាទអញ្ចឹងគឺថ្ងៃនេះគឺខ្ញុំមកនិយាយពីរបៀបរក agent legendary ដើម្បីចាប់កីឡាករ free ដោយយើងមិនចាំបាច់ប្រើកាក់ឬក៏ប្រើត្បូងទេហើយខ្ញុំប្រាប់មួយទៀតគឺរបៀបរកត្បូងនៅក្នុងវគ្គTrust អូខេតាអញ្ចឹងអ្នកមកថ្មីកុំភ្លេចចុច subscribe ជើងថ្មីដែលខ្ញុំទៅបង្កើតនឹងមួយផងហើយកុំភ្លេចចុច like ហើយបើមានចម្ងល់អាច comment ខាងក្រោមគឺកុំឲ្យខាត់ពេលយូរខ្ញុំនឹងធ្វើការបង្ហាញអ្នកគ្នាចឹងខ្ញុំធ្វើការចូលមកកន្លែង challenge នេះអាហ្នឹង challenge គឺរកប្រាប់កាក់អញ្ចឹងអ្នកដែលអត់មានកាក់អាចមកបើកនៅ challenge ទី free ជារៀងរាល់ថ្ងៃនេះលេងបើកយក10សិនអញ្ចឹងយើងទៅកន្លែងយក agent free នេះគេ agent legendary ដើម្បីចាប់កីឡាករ free យើងចូលមកហូបនេះមកហើយយើងគ្នាចូលមក Dream League Live បាទអញ្ចឹងនេះគឺជា challenge ឬក៏ event សម្រាប់យើងលេងយកនេះ agent មួយក្របនេះអានេះ agent ពូមានហ្នឹងអញ្ចឹងអ្នកដែលអត់ដឹងនេះអាចដេកវគ្គហ្នឹងដើម្បីយក agent ហ្នឹង free ដើម្បីចាប់កីឡាករឃើញអញ្ចឹងយើងចូលមកនេះយើងត្រូវចំណាយវាចំនួន95កាក់ហ្នឹងអ្នកដែលថ្មីគាត់អត់ដឹងគាត់អាចមើលវីដេអូខ្ញុំបានហើយខ្ញុំជឿថាអ្នកគ្នាដែលធ្លាប់មើលវីដេអូខ្ញុំពីមុនខ្ញុំនៅ channel ចាស់អីគាត់ធ្លាប់ឃើញហើយខ្ញុំប្រាប់ច្រើនដែរអ្នកគ្នាហើយពីវិធីយក agent ហ្នឹងអញ្ចឹងអ្នកគ្នាចុចចំណាយវាតែ95កាក់មកដើម្បីលេងបាទអញ្ចឹងនេះយើងមកមើល plan ដែលគេតម្រូវយើងលេងសំបន្ទុកណាគ្នាយើងលេងសំបន្ទុកឲ្យបាន36បន្ទុកអញ្ចឹងយើងនឹងបាននេះកាតមាសនេះហើយរយៈពេលលេងគឺមានរយៈពេល2ថ្ងៃទៀតនេះថែមរៀមមិញមានរយៈពេល2ថ្ងៃនិង14ម៉ោងអូខេអញ្ចឹងអ្នកគ្នាមានពេលលេងអ្នកគ្នាអាចលេងឈ្នះមកបាន15បន្ទុកយើងបានលេខ3បាន35កាក់បាន23បន្ទុកយើងបានលេខ2បានទេចំណែកលេខ1វិញយើងត្រូវការចំនួន36បន្ទុកអញ្ចឹងលេខ1យើងបាន425កាក់ហើយបាន agent legendary free មួយគ្រាប់ទៀតអូខេអញ្ចឹងទៅពេលយើងលេងបានលេខ1ហើយយើងមានកាតហ្នឹងហើយអ្នកគ្នាចូលមកកន្លែង transfer នេះមកនេះហើយអ្នកគ្នាឃើញពាក្យថា agent នេះឃើញពាក្យ agent អត់អញ្ចឹងបើយើងមានយើងចុចមកនេះឃើញកន្លែងមានវាបើកឲ្យយើងចុចវាឃើញពាក្យ use យើងចុចចំទៅគឺវានឹង random កីឡាករដែលមានល្បឿន80ឡើងទៅឲ្យយើងហើយនិយាយនេះ legendary 80បូកអូខេអញ្ចឹងសង្ឃឹមថាអ្នកគ្នាយល់ហើយពីចំណុចដែលខ្ញុំប្រាប់ហ្នឹងហើយមួយទៀតខ្ញុំមកប្រាប់ពីការយកត្បូងនេះលេងវគ្គត្បូងណាតែលេងវគ្គត្បូងយើងត្រូវចំណាយដើមទុនដែរអញ្ចឹងចូលមកវគ្គ November Cup នេះមកអញ្ចឹងយើងត្រូវចំណាយចំនួន40ត្បូងនេះយើងចាយ40ត្បូងបើយើងលេងទៅឈ្នះទាំងអស់នេះយើងបូក55បូក15បូក5ពី65ត្បូងបើយើងបានយើងលេងឈ្នះបាន65ត្បូងអញ្ចឹងយើងចំណេញពីលើនេះខ្លះដែរនិយាយទៅវគ្គ Dream Trust ហ្នឹងគឺយើងត្រូវចាយត្បូងវាចំណេញត្បូងខ្លះដែរបើយើងលេងតែវានឹង random កីឡាករយើងនិយាយថា star player នេះវា random កីឡាករយើងរើសហើយសម្ពុងលេងអញ្ចឹងហើយរយៈពេលវាគាត់កំណត់នៅ2ម៉ោងទៀតអញ្ចឹងអ្នកគ្នាចង់លេងអាចលេងវាឥឡូវបានទេតន់នៅមានពេលសម្រាប់លេងផុតទៅវានឹងបញ្ចប់ចាំលេងវគ្គថ្មីអូខេហើយខ្ញុំមកយក daily bonus អញ្ចឹងហ្នឹងគឺបើកឲ្យយើងប្រើ free នេះអញ្ចឹងយើង claim យក75កាក់មក nice ហើយយើងមើលគោនេះឃើញទៀត promotion ហ្នឹងគឺគេឲ្យអត់ទេដល់ឃើញក៏មានស្មងគេឲ្យនេះគឺវាឲ្យយើងនេះ promote ហៅចាយ6ទៅ7ដុល្លារនេះបាន1300កាក់ហើយនឹង55ត្បូងបូកនឹងកាត agent Q នេះមួយទៀតអូខេអញ្ចឹងវីដេអូខ្ញុំគឺថ្ងៃហ្នឹងគឺមានតែប៉ុណ្ណឹងទេមកចែកម្លែកជូនអ្នកទាំងគ្នាហើយសង្ឃឹមថាគ្នាយល់ហើយពេញចិត្តនឹងវីដេអូនេះហើយជួយចុច like subscribe ជូនខ្ញុំផងអរគុណអ្នកទាំងគ្នាហើយបើមានចម្ងល់អាច comment នៅខាងក្រោមខ្ញុំនឹងព្យាយាមឆ្លើយតបទៅកាន់អ្នកទាំងគ្នាអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀត